ត្រូវចាប់ផ្ដើមជាមួយនឹង BB cream ដែលមុនដំបូងគឺយើងបន្តក់ BB cream នេះទៅលើខ្នងដៃបន្តិចរួចបន្ទាប់មកយកវាមកបន្តក់នៅលើផ្ទៃមុខហើយតក់វាឲ្យសព្វជាមួយនឹងដៃឬក៏ពងជំហានបន្ទាប់គឺជាជំហានដែលគ្រប់គ្នាមិនអាចខ្វះបាននោះគឺការគូសចិញ្ចើមយើងត្រូវប្រើប្រាស់ជាមួយនឹង eyebrow pencil ប្រភេទ auto ដែលគូសទៅតាមទម្រង់ចិញ្ចើមដើម្បីឲ្យមើលទៅដូចធម្មជាតិយើងបន្តទៅជំហានមួយទៀតជាមួយ nude eyeshadow ដោយជ្រើសរើសយកពណ៌សូកូឡាយកមកផាត់លើត្បកភ្នែកដែលវាធ្វើឲ្យត្បកភ្នែកយើងមើលទៅស្អាតបែបធម្មជាតិស័ក្តិសមជាមួយនឹងការប្រើប្រាស់ប្រចាំថ្ងៃលើសពីនេះ nude eyeshadow ក៏អាចប្រើប្រាស់ជំនួស eyeliner បានផងដែរដោយយើងគ្រាន់តែបន្តក់ទឹកលើ eyeshadow ពណ៌ខ្មៅរួចប្រើប្រាស់វាដូចជា eyeliner ធម្មតាអញ្ចឹងចូលមកដល់ការលាប Fairy Mascara វិញម្ដងដែលមុនដំបូងគឺយើងត្រូវពត់រុំភ្នែកដើម្បីឲ្យមើលទៅឃើញងស្អាតរួចទើបយើងយក Mascara មកលាបធ្វើឲ្យរុំភ្នែកយើងមើលទៅឃើញក្រាស់ហើយជាប់បានយូរនិយាយអំពី DD cream និង lip color វិញម្ដងវាមិនត្រឹមតែជាក្រែមលាបមុខនិងក្រែមលាបមាត់ប៉ុណ្ណោះទេតែវាក៏អាចបង្កើតទៅជាម្សៅផាត់ថ្ពាល់ថ្មីមួយទៀតដោយគ្រាន់តែយកវាទាំងពីរមកលាបបញ្ចូលគ្នាហើយលាបទៅលើថ្ពាល់ថ្នមៗជាការស្រេចជំហានចុងក្រោយនៃការផាត់មុខរបស់យើងគឺត្រូវបញ្ចប់ជាមួយនឹង Brilliant Rich Lip Color ដែលជាប្រភេទក្រែមស្ងួតហើយជាប់ពណ៌បានយូរ